Việc xu bóng ôn ngày đi một chụp kia sai chỉ thay mày đôi sọp một đòn tam bất trong ngày đi trong trong tha trong vòng vàiประเทศบอดกล้าได้คนไทยเดซ่าเราขนมบรรดาสังคมมีเคยบองโอนสู่จนเจริญเรื่องหนึ่งการศึกษาถนัดวิจิตรบัณฑิตแต่กระดองสรกหนึ่งกล่าวสรกจังไงนี้ดำไปใจบริบทไปสอบจูนดอกบองโอนชมหนึ่งมีประเทศบอดปีอยู่หมู่ใจเลยនៅថ្ងៃនេះទី1ខ្ញុំចង់និយាយអំពីការសិក្សាថ្នាក់ MD នៅក្រៅប្រទេសព្រោះក្រោយពីគណៈកម្មការថ្នាក់ជាតិបានចេញលទ្ធផលស្តីពីការប្រឡងចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋានលើវិស័យសុខាភិបាលមកខ្ញុំឃើញមានការផ្សព្វផ្សាយតាក់ទងទៅនឹងរឿងទៅសិក្សានៅក្រៅប្រទេសលើមុខជំនាញវិជ្ជាបណ្ឌិតជាយោបល់ខ្ញុំថាតាក់ទងទៅនឹងការសិក្សានៅក្រៅប្រទេសវាក៏ជារឿងល្អដែរប៉ុន្តែបងប្អូនពីមុនគ្រឹះស្ថានឧត្តមសិក្សាដែលបណ្ដុះបណ្ដាលលើវិស័យសុខាភិបាលស្ថិតក្រោម2ក្រសួងគឺក្រសួងអប់រំយុវជននិងកីឡាហើយមួយទៀតក្រសួងសុខាភិបាលប៉ុន្តែឥឡូវនេះរដ្ឋាភិបាលបានសម្រេចផ្ទេរការបណ្ដុះបណ្ដាលលើវិស័យសុខាភិបាលនេះឲ្យក្រសួងសុខាភិបាលតែមួយក្រសួងគត់នៅក្នុងការគ្រប់គ្រងរាប់ចាប់តាំងពីការប្រឡងចូលថ្នាក់ជាតិការប្រឡងចេញថ្នាក់ជាតិដំណើរការនៃការបណ្ដុះបណ្ដាលការកំណែទម្រង់កម្មវិធីរួមទាំងការធ្វើសមមូលសញ្ញាបត្រចំពោះបងប្អូនដែលមានបំណងចង់សិក្សានៅក្រៅប្រទេសក៏ត្រូវគិតឲ្យបានច្រើនមុននឹងសម្រេចចិត្តទៅបន្តការសិក្សានៅក្រៅប្រទេសការសិក្សានៅក្រៅប្រទេសមិនជារឿងអាក្រក់ទេគឺជារឿងល្អហើយប្រសិនបើយើងបានទៅបន្តការសិក្សានៅបណ្ដាប្រទេសដែលជឿនលឿនដែលមានការ research ទៅលើវិស័យសុខាភិបាលខ្ពស់ខ្លាំងក៏ជារឿងដែលត្រូវត្រេកអរប៉ុន្តែក៏វាមាន challenge ដែរនិយាយនេះមិនមែនមានន័យថារារាំងកុំឲ្យបងប្អូនទៅសិក្សានៅក្រៅប្រទេសទេខ្ញុំគ្រាន់តែជម្រាបជូននៅអ្វីដែលជាបញ្ហាដែលយើងត្រូវដោះស្រាយនៅពេលដែលយើងបញ្ចប់ការសិក្សាពីក្រៅប្រទេសបញ្ហាទី1នៅពេលដែលបងប្អូនបញ្ចប់ការសិក្សាហើយយើងបានសញ្ញាបត្រហើយយើងត្រូវត្រឡប់មកមានទៅប្រទេសយើងវិញអញ្ចឹងនៅពេលនោះដើម្បីយើងបម្រើការងារនៅតាមមន្ទីរពេទ្យរដ្ឋឬឯកជនសញ្ញាបត្រយើងគឺត្រូវតែយកទៅធ្វើសមមូលជាមួយនឹងក្រសួងសុខាភិបាលទើបយើងមានសិទ្ធិស្នើសុំចូលគណៈគ្រូពេទ្យកម្ពុជាបានបើយើងមិនទាន់ធ្វើសមមូលសញ្ញាបត្រទេយើងមិនអាចស្នើសុំចូលជាសមាជិកគណៈគ្រូពេទ្យកម្ពុជាបានទេអញ្ចឹងរឿងទី1គឺរឿងសញ្ញាបត្រយើងយកមកត្រូវតែទៅធ្វើសមមូលឲ្យក្រសួងសុខាភិបាលលោកវាយតម្លៃថាសញ្ញាបត្រហ្នឹងស្មើនឹង MD ស្រុកខ្មែរឬអត់បាទអាហ្នឹងគឺជារឿងមួយទៀតយើងអត់តមានកំណត់សាកលវិទ្យាល័យណាដែលមាននៅក្នុង list របស់ក្រសួងសុខាភិបាលឬក៏ list នៅក្នុងគណៈគ្រូពេទ្យកម្ពុជាដែលធានាថាទៅរៀននៅប្រទេសហ្នឹងសាលាឈ្មោះនេះសញ្ញាបត្របានមកគឺពិតជាសញ្ញាបត្រដែលត្រឹមត្រូវហើយមានការទទួលស្គាល់ដោយគណៈគ្រូពេទ្យកម្ពុជាឬដោយក្រសួងសុខាភិបាលយើងតាមខ្ញុំដឹងគឺមិនតាន់បានកំណត់ទេពីខាងដើមខ្ញុំមានបងប្អូនខ្លះគាត់សួរថាតើបងប្អូនដែលជាប់សញ្ញាបត្រ MBBS ពីក្រៅប្រទេសមករដ្ឋាភិបាលទទួលស្គាល់អត់ខ្ញុំមិនហ៊ានឆ្លើយថាទទួលស្គាល់ឬមិនទទួលស្គាល់ទេគ្រាន់តែថាបងប្អូនត្រូវ submit ឯកសារដើម្បីធ្វើសមមូលហើយលោកទទួលស្គាល់មិនឬមិនទទួលស្គាល់អាស្រ័យទៅលើ evidence ទៅលើឯកសារទៅលើសញ្ញាបត្រទៅលើកម្មវិធីសិក្សាទៅលើប្រតិបត្តិបន្ទុកទៅលើឯកសារពាក់ព័ន្ធនានាដែលចាំបាច់ពេលនោះយើងនឹងដឹងហើយថាតើលោកទទួលស្គាល់ឬមិនទទួលស្គាល់បាទហ្នឹងរឿងទី1រឿងទី2មានបងប្អូនខ្លះមួយចំនួនដែរសួរខ្ញុំតើទៅរៀន MD ក្រៅប្រទេសល្អអត់ខ្ញុំដូចបានជម្រាបជូនខាងលើអញ្ចឹងថាវាមានរឿងល្អនិងរឿងដែលនឹងមានរឿងមួយចំនួនដែលយើងត្រូវធ្វើការងារច្រើនបើជាយោបល់ខ្ញុំតែម្ដងខ្ញុំគិតថាតាក់ទងនឹងវិស័យសុខាភិបាលឲ្យវា secure សម្រាប់ខ្លួនយើងបងប្អូនគួរតែមាន
រៀន MD នៅក្នុងស្រុកមួយសិនទៅហើយបើចង់យក Master ឬក៏បងប្អូនដែលតែនិយមនិយាយថាឯកទេសអាចទៅយកនៅក្រៅប្រទេសបានទៅតាមការចង់បានក៏ប៉ុន្តែអ្វីដែលចាំបាច់គឺត្រូវតែមាន MD ក្នុងស្រុកមួយសិនព្រោះនៅពេលដែលយើងមាន MD នៅក្នុងស្រុកមួយហើយបងប្អូនអាចចូលគណៈគ្រូពេទ្យអាចប្រកបអាជីវកម្មឬក៏បម្រើការងារនៅក្នុងពេទ្យរដ្ឋឬឯកជនបានងាយស្រួលហើយយើងអាចនិយាយបានថាយើងមាន license នៅក្នុងដៃហើយខ្ញុំនៅតែ strong recommend ថាបើអាចគួរទៅយកឯកទេសនៅក្នុងស្រុកទៀតទៅតែអ្វីដែលបងប្អូនគួរតែយកពីក្រៅប្រទេសគឺ fellowship 6 ខែ1ឆ្នាំទៅបណ្ដាប្រទេសនានា fellowship នេះគឺជាវគ្គបណ្ដុះបណ្ដាលរយៈពេលខ្លីដែលបំពាន់ទៅលើជំនាញដែលយើងមាននេះចេញមកគឺចង់និយាយថាផ្លូវដែលយើងដើរហ្នឹងគឺវា smooth វាមិនសូវតដេកតដាក់អីច្រើនទេប៉ុន្តែបើបងប្អូនចាប់ផ្ដើមពឹប MD ក្រៅប្រទេសវល់រឿង MD នឹងភាសាមកធ្វើសក់មមូលហ៊ានទៅ DS MD ហើយបន្ត DS នៅក្រៅប្រទេសទៀតមកវិញគឺត្រូវតែឯកសារត្រូវតែមមាញឹកជាមួយនឹងរឿងសក់មមូលសញ្ញាបត្រហើយមុននឹងបានបម្រើការងារនៅក្នុងមន្ទីរពេទ្យរដ្ឋឬឯកជនពីព្រោះសពថ្ងៃនេះក្រសួងសុខាភិបាលពង្រឹងទៅលើគ្រូពេទ្យអ្នកព្យាបាលហ្នឹងគឺត្រូវតែមានគណៈបើអត់គណៈទេមិនមានសិទ្ធិក្នុងការព្យាបាលបានទេដល់ហើយទៅសូម្បីតែសាស្ត្រាចារ្យនៅតាមបណ្ដាលសាកលវិទ្យាល័យក៏ត្រូវតែមានគណៈដែរសម្រាប់វីដេអូក្រោយខ្ញុំនឹងនិយាយអំពីក្របខ័ណ្ឌគុណវុឌ្ឍិរបស់កម្ពុជាអញ្ចឹងសូមសង្ឃឹមថាបងប្អូននឹងជួយបន្តគាំទ្រដល់រូបខ្ញុំបាទសូមអរគុណ